សួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលជា fan របស់អាចកំបាំងជប់នេះនៅក្នុងជប់នេះខ្ញុំទទួលបាននៅរឿងរ៉ាវមួយរបស់បងស្រីម្នាក់ដែលគាត់មានឈ្មោះថាបងនិចរឿងរ៉ាវមួយនេះគឺបានកើតឡើងនៅលើឡានក្រុងមួយអំឡុងពេលដែលបងនិចគាត់បានទៅបម្រើការងារនៅក្នុងក្រុមហ៊ុនធូរដឹកភ្ញៀវទេសចរមួយកន្លែងហើយរឿងនេះគឺបងនិចគាត់បានបញ្ជាក់ទៀតថាវាបានកើតឡើងចំពោះគាត់កាលពីជាង7ឆ្នាំមុនអញ្ចឹងទេចង់ដឹងថាតើរឿងរ៉ាវរបស់បងនិចគាត់បានជួបហេតុការណ៍អ្វីខ្លះអំឡុងពេលដែលគាត់បានទៅបម្រើការងារនៅទីនោះសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាទៅរីករាយតាមដានស្ដាប់នៅរឿងរ៉ាវរបស់គាត់ជាមួយខ្ញុំបាទទាំងអស់គ្នារឿងរ៉ាវមួយនេះគឺបានកើតឡើងចំពោះបងស្រីម្នាក់ដែលមានឈ្មោះថាបងនិចកាលនោះគាត់ក៏បានដាក់ពាក្យចូលទៅបម្រើការងារនៅក្នុងក្រុមហ៊ុនធូរមួយកន្លែងដែលមានទីតាំងស្ថិតនៅខេត្តសៀមរាបហើយកាលនោះបងនិចគាត់ថាគាត់គឺជាអ្នកខាងអនាម័យសម្អាតបោសជូតអីនៅលើឡានក្រុងអញ្ចឹងគាត់ធ្វើការនៅទីនោះបានប្រហែលជាខ្ទង់កន្លះឆ្នាំក៏ក្រុមហ៊ុនរបស់គាត់នឹងបានទិញឡានថ្មីមួយស្រឡាងចេះទើបតែនឹង import មកពីក្រៅប្រទេសបន្ថែមទៀតហើយគាត់ថាឡានក្រុងហ្នឹងគឺស្អាតមែនទែនទាំងក្នុងទាំងក្រៅហ្នឹងគឺមានដេគ័រការបាញ់ថ្នាំបាញ់អីហ្នឹងគឺថ្មីស្រឡាងចេះតែម្ដងបើធៀបជាមួយនឹងឡានក្រុងផ្សេងដែលគាត់ធ្លាប់តែសម្អាតធ្លាប់តែអីហ្នឹងគឺវាខុសគ្នាដាច់ស្រឡះឡានក្រុងហ្នឹងវាមានលក្ខណៈធំជាងវាមានលក្ខណៈស្អាតពីព្រោះថាវាទៅតែនឹងទិញចូលមកផងហើយវាមានសន្តានហ្នឹងគឺស្អាតមែនតើឡានក្រុងដែលក្រុមហ៊ុនរបស់គាត់បានទិញចូលមកហ្នឹងគេក៏បានរៀបចំរួចរាល់ហើយក៏បានសម្ពោធជើងទី1ហ្នឹងដឹកភ្ញៀវចេញទស្សនាតាមខេត្តទៅបន្ទាប់មកហ្នឹងក៏បានត្រឡប់មកកាន់កន្លែងក្រុមហ៊ុនរបស់គាត់វិញនៅពេលរាល់ឡានទាំងអស់ដែលបានដឹកភ្ញៀវចេញទៅក្រៅខេត្តឬក៏ទៅទស្សនាទៅតាមបុរាណស្ថានអីផ្សេងៗហ្នឹងវាមានរយៈពេលខ្លះទៅក៏មួយថ្ងៃពីរថ្ងៃខ្លះទៅក៏ដល់មួយអាទិត្យអីចឹងទៅអញ្ចឹងគាត់ថានៅពេលហ្នឹងគឺបុគ្គលិកផ្នែកខាងអនាម័យហ្នឹងមានតែ3នាក់ទេគាត់ហើយនឹងក្រុមការងាររបស់គាត់2នាក់ទៀតហើយការដែលឡើងទៅសម្អាតនៅលើឡានក្រុងអីហ្នឹងមិនមែនថាឡានក្រុងមួយត្រូវទៅសម្អាតបុគ្គលិក2 3នាក់អីទៅជាមួយគ្នាអត់ទេដោយសារតែឡានក្រុងច្រើនអញ្ចឹងឡានមួយគឺបុគ្គលិកអនាម័យមួយឡានមួយបុគ្គលិកអនាម័យមួយអញ្ចឹងទៅហើយនៅពេលហ្នឹងគាត់ថាអាឡានក្រុងដែលទើបតែទិញចូលថ្មីមកក្នុងក្រុមហ៊ុនរបស់គាត់ហ្នឹងត្រឡប់មកវិញហ្នឹងប្រហែលជាខ្ទង់ម៉ោង5 6ល្ងាចហើយអញ្ចឹងនៅពេលដែលតែកង់ឡានដែលគាត់ចូលមកដល់ក្រុមហ៊ុនវិញហ្នឹងគាត់ក៏បានចុះពីឡានហ្នឹងទៅផ្ទះទៅសំបែងរបស់គាត់ទៅហើយភ្ញៀវក៏ចុះទៅតាមអូតែលទៅអីអស់ចឹងទៅអញ្ចឹងនៅសល់តែពួកគាត់ដែលជាបុគ្គលិកអនាម័យប៉ុណ្ណោះឯងដែលនៅត្រូវសម្អាតដើម្បីនឹងថាបង្ហើយក្រែងថាមានភ្ញៀវខ្លះអីហ្នឹងគាត់ចោលសម្រាមឬក៏យ៉ាងណាយ៉ាងណីអីនៅលើឡានអញ្ចឹងវានៅសល់តែពួកគាត់ដែលជាអ្នកអនាម័យនឹងឯងដែលត្រូវសម្អាតឡានក្រុងនីមួយៗគាត់ថានៅពេលដែលគាត់កំពុងតែធ្វើដំណើរទៅកាន់ឡានក្រុងធំមួយហ្នឹងគាត់មានអារម្មណ៍ថាពេលនោះស្ងាត់មែនទែននៅក្នុងក្រុមហ៊ុនរបស់គាត់ព្រោះថាគេចេញទៅផ្ទះស្ទើរតែអស់ហើយនៅសល់តែពួកគាត់អនាម័យប្រហែលអ្នកនឹងឯងនៅពេលដែលគាត់ធ្វើដំណើរទៅដល់ឡានក្រុងហ្នឹងគាត់ក៏ឡើងចូលទៅក្នុងឡានក្រុងហ្នឹងដើម្បីនឹងថាដើរប្រមូលសម្រាមតាមកៅអីក្រែងលោថាភ្ញៀវគាត់ហូបនំហូបអីចឹងទៅឬក៏មានសម្រាមនៅសេសសល់គាត់ត្រូវសម្អាតត្រូវឃ្លាត្រូវអីជូតអីចឹងទៅដើម្បីនឹងថាស្អែកឡើងឬក៏ខាងស្អែកត្រូវមានភ្ញៀវដឹកចេញទៀតគឺឡានរបស់គាត់នឹងស្អាតរៀងៗខ្លួនចឹងទៅអំឡុងពេលដែលគាត់បានដើរចូលទៅក្នុងឡាននឹងមួយយឺតនេះគាត់ក៏ដើរទៅដល់កៅអីលេខ16នៅពេលដែលគាត់ដើរទៅដល់កៅអីលេខ16ហ្នឹងគាត់ក៏បានឃើញបាយដែលគេសែនហ្នឹងមកកញ្ចប់អាធូបហ្នឹងកំពុងតែឆេះរឹមអញ្ចឹងទៅបានពាក់កណ្ដាលដល់ពេលអញ្ចឹងគាត់ក៏ចាប់ផ្ដើមឆ្ងល់ថាហេតុអីបានជានៅលើឡានក្រុងមួយហ្នឹងគេសែនបាយសែនអីអញ្ចឹងណាបើសិនថាសែនឲ្យជំនាងឡានគួរណាស់គេសែនជីកផ្លែឈើអីនៅនឹងក្បាលឡានឯណោះទេតែនេះមកសែននៅកន្លែងកៅអីភ្ញៀវអង្គុយទៅវិញគាត់ក៏ចាប់ផ្ដើមឆ្ងល់បន្ទាប់មកទៀតហ្នឹងគាត់ក៏ដើរប្រមូលសម្រាមពីខាងក្រោយហ្នឹងប្រមូលសម្រាមប្រមូលអីអញ្ចឹងទៅដើម្បីនឹងសម្អាតអំឡុងពេលដែលគាត់កំពុងតែដើរប្រមូលសម្រាមដើរបោសជូតតាមកៅអីហ្នឹង
គាត់ក៏ស្រាប់តែឮសំឡេងខ្យល់សាវចេញពីក្នុងបន្ទប់ទឹកហ្នឹងពីព្រោះថានៅលើឡានក្រុងនីមួយហ្នឹងគឺមានបន្ទប់ទឹកនៅខាងក្នុងហ្នឹងតែម្ដងវាមិនពិបាកដើម្បីយ៉ាងថាភ្ញៀវគាត់ត្រូវការបន្ទោបងអីគឺវាមានបន្ទប់ទឹកនៅលើឡានក្រុងហ្នឹងតែម្ដងដោយបងប្អូនតែងតែជិះឡាន2ជាន់ឡានដេកយប់ឡានអីហ្នឹងគឺគេមានបន្ទប់ទឹកមួយនៅលើឡានដល់ពេលអញ្ចឹងអាសំឡេងខ្សែខ្យល់ហ្នឹងក៏បានឮមកដល់បងនិចគាត់ក៏ចាប់ផ្ដើមផ្ទៀងតិចស្ដាប់ថាអាសំឡេងហ្នឹងវាមានប្រភពចេញពីណានៅពេលដែលគាត់ចាប់ផ្ដើមផ្ទៀងតិចស្ដាប់ទៅបានគាត់ដឹងថាអាសំឡេងខ្សែហ្នឹងគឺវាឮចេញពីបន្ទប់ទឹកមកសំឡេងខ្យល់ប៉ុន្តែគាត់ស្ដាប់អត់បានទេអត់ដឹងថាគេនិយាយថាម៉េចទេប៉ុន្តែអាសំឡេងខ្យល់ហ្នឹងគឺវាហាក់បីដូចថាជាសំឡេងសួរមកកាន់គាត់អញ្ចឹងពេលហ្នឹងគាត់ក៏ចាប់ផ្ដើមឆ្ងល់ចាប់ផ្ដើមមានអារម្មណ៍ថារៀងព្រឺឆ្អឹងខ្នងគាត់ក៏ដើរតម្រង់ទៅកាន់បន្ទប់ទឹកនឹងហើយក៏យកដៃនឹងមួលអាកលឹះទ្វារនឹងរុញចូលទៅមើលនៅពេលដែលគាត់ចាប់ផ្ដើមរុញចូលទៅមើលហ្នឹងគឺអត់មានអីទេតែទេស្អាតហើយក៏អត់មានឮសំឡេងអីចូលមកកាន់តិចគាត់ទៀតដែរពេលហ្នឹងបងនិចគាត់ក៏ចាប់ផ្ដើមគិតថាទេឡានក្រុងនេះវាមានរឿងអីកើតឡើងព្រោះថាពេលដែលគាត់ចូលមកសម្អាតលើកទី1ហ្នឹងក៏វាមានឃើញអាប្រអប់បាយគេដាក់សែននៅនឹងអាកៅអីលេខ16នឹងផងហើយចៃដន្យគាត់ក៏ឮអាសំឡេងខ្សៅនៅក្នុងបន្ទប់ទឹកនឹងផងពេលដែលគាត់រុញទៅវាអត់មានឃើញនរណាណីអីនៅក្នុងនឹងទេបើនិយាយពីភ្ញៀវវិញគឺពួកគាត់ចោះពីលើឡានហ្នឹងអស់ហើយដល់ពេលអញ្ចឹងគាត់ក៏ចាប់ផ្ដើមបញ្ញាប់បោសជូតសម្អាតឲ្យលឿនជាងមុនហើយព្រោះគាត់មានអារម្មណ៍ថាខ្លាចហើយពេលហ្នឹងព្រោះណាមួយទិដ្ឋភាពនៅពេលហ្នឹងក៏វាយប់ហើយវាស្ងាត់ទៀតផងនៅតែពួកគាត់ប្រហែលអ្នកដែលសម្អាតឡានក្រុងហ្នឹងរៀងខ្លួននៅពេលដែលគាត់បោសជូតសម្អាតហើយអីហើយហ្នឹងគាត់ចុះវឹងពីលើឡានក្រុងមកភ្លេចទាំងយកអាកញ្ចប់បាយសែននៅលើកៅអីលេខ16ហ្នឹងចុះមកទៀតកាត់រំលងមកបានប្រហែលជាខ្ទង់ 4-5 ថ្ងៃក្រោយហ្នឹងឡានក្រុងដ៏ថ្មីសាឡាងមួយដែលទៅតែ import ចូលមកក្នុងក្រុមហ៊ុនរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមត្រឡប់មកវិញមានន័យថាដឹកភ្ញៀវដើរលេងតាមខេត្តតាមអីហើយហ្នឹងក៏ត្រឡប់ចូលមកស្ថានីយ៍មកកន្លែងក្រុមហ៊ុនរបស់គាត់វិញហ្នឹងពេលហ្នឹងក៏ជាពេលដែលបងនិចហ្នឹងត្រូវចូលទៅសម្អាតម្ដងទៀតហើយគាត់ថាពេលហ្នឹងមកដល់ប្រហែលជាខ្ទង់ម៉ោង6ម៉ោង7យប់ហើយតកង់ឡានអីតែពេលគេចុះមកដល់ភ្ញៀវចុះហើយអីហើយអស់ហើយតកង់ឡាននឹងក្មេងៗដែលនៅធ្វើការក្នុងក្រុមហ៊ុនរបស់គាត់ហ្នឹងក៏គេត្រឡប់ទៅផ្ទះស្ងាត់អស់ទៅហើយគាត់អត់មានពេលវេលាជួបតកង់ឡានបានសួរអីទេដោយសារតែការងាររបស់គាត់ហ្នឹងវាផ្សេងគ្នាដល់ពេលអញ្ចឹងទៅគាត់ក៏អត់មានឆ្ងល់ដែររៀបចំតែរបស់របរបតាសម្អាតរបស់គាត់ហ្នឹងឡើងទៅលើឡានក្រុងហ្នឹងអំឡុងពេលដែលគាត់ដើរសំដៅទៅកាន់ឡានក្រុងហ្នឹងប្រហែលជាខ្ទង់ 3-4 ម៉ែត្រទៀតដល់ឡានក្រុងហ្នឹងហើយគាត់ក៏បោះភ្នែកទៅមុនហើយនៅក្នុងឡានហ្នឹងគឺតកង់ឡានគាត់បើកអាភ្លើងពូលចំកណ្ដាលឡានហ្នឹងទុកឲ្យបងអនាម័យដែលគាត់ចូលទៅសម្អាតហ្នឹងគឺទុកឲ្យស្រេចនៅពេលដែលគាត់សម្អាតហើយបានគាត់បិទបលុតភ្លើងត្រឡប់ចុះមកបងនេះគាត់បោះភ្នែកទៅគាត់ក៏ស្រាប់តែឃើញមានភ្ញៀវម្នាក់ដែលជនជាតិបារាំងមានធំដៀងឈរនៅអាផ្លូវកណ្ដាលកៅអីសងខាងហ្នឹងបែរខ្នងមកគាត់ពេលហ្នឹងគាត់ក៏ចាប់ផ្ដើមឆ្ងល់ថាទេហើយភ្ញៀវម្នាក់ហ្នឹងគាត់ភ្លេចរបស់របរឬក៏គាត់កំពុងរកអីបាត់អីចឹងដល់ពេលគាត់ដើរទៅដល់អាកន្លែងចដើរឡើងទៅក្នុងឡានហ្នឹងគាត់ក៏ចាប់ផ្ដើមសម្លឹងមើលទៅកាន់ភ្ញៀវហ្នឹងពេលហ្នឹងគាត់ក៏បានហៅភ្ញៀវ Excuse me sir what are you looking for គាត់សួរភ្ញៀវថាភ្ញៀវគាត់កំពុងស្វែងរកអីចឹងណាដល់ពេលចុងភ្ញៀវហ្នឹងអត់មាត់ទេគ្រាន់តែកលេចមើលមកកាន់គាត់បន្តិចក៏បែរមុខទៅវិញហើយក៏ដើរសំដៅទៅខាងក្រោយឡានហ្នឹងដើរនៅលើអាផ្លូវកណ្ដាលកៅអីសងខាងហ្នឹងអមសងខាងដើរតាមផ្លូវកណ្ដាលហ្នឹងទៅដល់បន្ទប់ទឹកគាត់ក៏បើកទ្វារបន្ទប់ទឹករុញចូលទៅបិទទ្វារបន្ទប់ទឹកវិញទៅអញ្ចឹងពេលហ្នឹងក៏បងនិចគាត់គិតថាអូប្រហែលជាភ្ញៀវហ្នឹងគាត់ត្រូវបន្តបងឬក៏ត្រូវធ្វើកាតព្វកិច្ចរបស់គាត់ខ្លះមុនពេលដែលគាត់ចុះពីលើឡានអីចឹងទៅគាត់អត់មានអីឆ្ងល់ទៀតទេហើយក៏លឺស្នូចាក់ទឹកឈូក្នុងប្រគុណហ្នឹងទៅហើយពេលហ្នឹងបងនិចគាត់ក៏អត់មានអារម្មណ៍ថាខ្លាចអីដែរដោយសារតែពេលហ្នឹងគាត់ឃើញនឹងភ្នែកគាត់ថាជាភ្ញៀវជនជាតិបារាំងម្នាក់ហ្នឹងគាត់ក៏បានដើរទៅក្រោយពីព្រោះថាគាត់សម្អាតពីក្រោយមកមុនតម្រាំថាភ្ញៀវគាត់ចេញពីបន្ទប់ទឹកមកវិញហ្នឹងគាត់សម្អាតហើយគាត់ចូលទៅសម្អាតក្នុងបន្ទប់ទឹកដល់ពេលគាត់ទៅសម្អាតតាមកៅអីគាត់ដើរមកដល់អាកៅអីលេខ16ស្រាប់តែពេលហ្នឹងគាត់ឃើញកញ្ចប់បាយសែនម្ដងទៀតហើយធូបក៏កំពុងតែឆេះបានពាក់កណ្ដាលទៀត
ចឹងអាក្លិនផ្សែងធូបនឹងវាឈូលមកកាន់ច្រមុះរបស់គាត់បងនេះគាត់ក៏ចាប់ផ្ដើមឆ្ងល់ទៀតហើយថាហេតុអ្វីបានជារៀងរាល់ពេលដែលឡានមកដល់ក្រុមហ៊ុនតែងតែមានកញ្ចប់បាយសែននៅកៅអីលេខ16ហ្នឹងដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើមព្រឺឆ្អឹងខ្នងគាត់ចាប់ផ្ដើមគិតថាឡានក្រុងមួយហ្នឹងវាមានរឿងអីហើយវាធ្លាប់មានប្រវត្តិនឹងយ៉ាងណាយ៉ាងណីដែរដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមសម្អាតចុះសម្អាតឡើងពីក្រោយដើរមើលកញ្ចប់នំដើរមើលអីក្រែងលោថាភ្ញៀវនឹងគាត់ញុកតាមកលៀនគៀនកោះអីចឹងទៅក៏ដើរសម្អាតឲ្យស្អាតចឹងទៅអំឡុងពេលដែលគាត់កំពុងតែសម្អាតហ្នឹងគាត់ក៏កលេចមើលទៅអាបន្ទប់ទឹកហ្នឹងកលេចមើលទៅអាបន្ទប់ទឹកហ្នឹងអត់ឃើញភ្ញៀវបើកចេញមកវិញទេហើយគាត់ក៏មិនបានឃើញថាភ្ញៀវនឹងចុះពីលើឡានដែរប៉ុន្តែពេលហ្នឹងគាត់ឮសំឡេងរបៀបដូចថាមនុស្សបកាច់តតខ្យល់អីនៅក្នុងបន្ទប់ទឹកណាព្រុសព្រះអីចឹងទៅហើយដកដង្ហើមខេតខតក្នុងបន្ទប់ទឹកពេលហ្នឹងក៏បងនិចគាត់ភ័យខ្លាចថាភ្ញៀវហ្នឹងគាត់ខ្យល់កឬក៏មានបញ្ហាអីក្នុងបន្ទប់ទឹកហ្នឹងគាត់ក៏ដើរតម្រង់ទៅកាន់បន្ទប់ទឹកហ្នឹងយ៉ាងលឿនហើយក៏យកដៃរបស់គាត់ហ្នឹងរុញអាទ្វារបន្ទប់ទឹកចូលទៅមើលពេលដែលគាត់រុញចូលទៅមើលគាត់ថាអត់មានឃើញភ្ញៀវម្នាក់ហ្នឹងនៅក្នុងបន្ទប់ទឹកហ្នឹងទៀតទេចុះអាសំឡេងដែលបកាច់តដខ្យល់ខឺតខតហ្នឹងវាបាត់ទៅណាពេលហ្នឹងគាត់ចាប់ផ្ដើមចម្លែកចិត្តចាប់ផ្ដើមខ្លាចហើយគាត់ក៏ទាញទ្វារបិទមកវិញនៅពេលដែលគាត់ទាញទ្វារបិទមកគាត់ក៏ឮសំឡេងមនុស្សកំពុងតែហូបបាយហូបអីមួយយ៉ាងដោយភាពស្រេកឃ្លានខ្លាំងពេលដែលគាត់ក៏លេចមកកាន់អាកៅអីលេខ16បានគាត់ឃើញអាពូបារាំងម្នាក់មិញដែលចូលបន្ទប់ទឹកហ្នឹងកំពុងតែស៊ីបាយសែនហើយស៊ីបាយសែនហ្នឹងគឺស៊ីក្នុងភាពមួយឃ្លានខ្លាំងមែនទែនដៃរបស់គាត់នឹងចាប់កាយញុកចឹងទៅពេលហ្នឹងគាត់ក៏កលេចមើលទៅអាពូបារាំងកំពុងស៊ីបាយសែនហ្នឹងអាពូបារាំងហ្នឹងក៏កលេចមើលមកកាន់គាត់ថាមុខអាពូបារាំងហ្នឹងសិតតែសរសៃឆ្នោតពណ៌ខៀវពេញតែមុខហើយត្រូវសាច់ស្បែកគាត់ពណ៌សទៀតគាត់ថាអាក្រក់ខ្លាំងមែនទែនអាក្រោមតបកភ្នែករបស់គាត់នឹងខ្មៅរូងចឹងទៅនៅពេលហ្នឹងក៏អាពូបារាំងសោចដាក់បងនិចគាត់ថានៅពេលដែលសោចដាក់បងនិចថ្មិញអាពូបារាំងនឹងខ្មៅឡើងខ្មៅហើយជះក្លិនឡើងស្អុយមកកាន់គាត់បងនិចគាត់ថាពេលហ្នឹងគាត់ទុនដៃទុនជើងអស់ហើយគាត់ក៏ទម្លាក់អាបដាសម្អាតរបស់គាត់ហ្នឹងរត់កាត់អាពូបារាំងចេញពីឡានក្រុងហ្នឹងមកហើយគាត់ដឹងច្បាស់ហើយ 100% អាពូបារាំងហ្នឹងមិនមែនជាមនុស្សទេគឺជាខ្មោចហើយព្រោះថាមិនបាញ់មិញគាត់ឃើញនៅក្នុងបន្ទប់ទឹកដើរចូលទៅក្នុងបន្ទប់ទឹកហើយឮសំឡេងខឺតខតបកាច់ព្រុសព្រះនៅក្នុងបន្ទប់ទឹកប៉ុន្តែពេលដែលគាត់រុញទៅមើលបែរជាអាពូបារាំងហ្នឹងមកអង្គុយស៊ីបាយសែននេះទៅវិញអញ្ចឹងអាពូបារាំងគាត់ចេះបែងភាគមែនទេ 100% គាត់គិតថាជាខ្មោចហ្នឹងគាត់ក៏រត់ចេញពីឡានក្រុងនឹងមកវិញស្រែកឆោឡោជួយផងរត់សម្ដៅទៅកាន់ឡានក្រុងមួយទៀតដែលក្រុមការងាររបស់គាត់កំពុងតែសម្អាតពេលដែលគាត់ទៅដល់ហ្នឹងក៏ក្រុមការងាររបស់គាត់នឹងសួរនាំថាបងនិចគាត់កើតអីជួបអីចឹងពេលហ្នឹងក៏បងនិចគាត់និយាយអីអត់តន់កើតទេគាត់របៀបដូចថាកៀងនិយាយជាប់ដូចមនុស្សផិតភ័យឃើញអីដែលនិយាយអត់កើតណាដល់ពេលអញ្ចឹងក៏ក្រុមការងាររបស់គាត់នឹងនាំបងនិចទៅអង្គុយនៅក្នុងបន្ទប់រងចាំពេលដែលភ្ញៀវមកគាត់អង្គុយលើកៅអីរងចាំឡានក្រុងចេញដំណើរអញ្ចឹងណាមួយសន្ទុះទៅបងនិចហ្នឹងគាត់មានអារម្មណ៍ហ្នឹងស្រួលមកវិញនៅពេលហ្នឹងក៏ពួកគាត់អត់បានសួរនាំអីទៀតដែរវាដល់ម៉ោងដល់ពេលដែលពួកគាត់ត្រូវទៅផ្ទះហើយអញ្ចឹងបងនិចនិងក្រុមការងាររបស់គាត់ហ្នឹងក៏នាំគ្នាទៅផ្ទះរៀងខ្លួនទៅហើយចាប់ពីស្អែកឡើងមកហ្នឹងបងនិចគាត់អត់បានមកធ្វើការទេដោយសារតែគាត់ជួបអាហេតុការណ៍មួយហ្នឹងគាត់ក៏បានធ្លាក់ខ្លួនឈឺហើយគាត់ក៏បានសុំច្បាប់សម្រាប់ពីការងារហ្នឹងរហូតតទៅគាត់គាត់ថាគាត់ឈឺប្រហែលជាខ្ទង់មួយអាទិត្យទៅបានគាត់នៅពេលដែលគាត់ស្រួលបួលហើយគាត់ក៏ត្រឡប់មកធ្វើការហ្នឹងតាមធម្មតាវិញចៃដន្យថ្ងៃមួយពេលហ្នឹងក៏ឡានក្រុងហ្នឹងក៏បានវិលត្រឡប់មកដល់កន្លែងដូចសពដងអញ្ចឹងណាប៉ុន្តែពេលហ្នឹងបងនិចគាត់ថាគាត់អត់ហ៊ានឡើងទៅសម្អាតលើឡានក្រុងហ្នឹងទៀតទេហើយបើកាលណាទៅតើទៅ2នាក់អីចឹងមិនគាត់ហ៊ានទៅបើឲ្យគាត់ទៅតែឯងឬក៏យ៉ាងណាយ៉ាងណីគាត់អត់ហ៊ានទៅសម្អាតទេដោយសារតែគាត់ជួបហេតុការណ៍ត្រូវបានខ្មោចពូបារាំងនឹងលងគាត់ចឹងពេលហ្នឹងចៃដន្យមែនទែន
គាត់ក៏បានជួបបងតកង់ឡានអញ្ចឹងវាជាឱកាសល្អសម្រាប់គាត់ក៏បានសួរនាំបងតកង់ឡាននឹងឯងពាក់ព័ន្ធទៅនឹងអបាយសំណែននិងអាពូប្រាំងដែលបានលងគាត់នៅក្នុងឡានក្រុងហ្នឹងនៅពេលដែលគាត់ទៅជួបបងតកង់ឡានគាត់ក៏បានសួរនាំទៅអាបងតកង់ឡានហ្នឹងគាត់សួរបងនិចថាអូអញ្ចឹងអូនឯងឃើញអាខ្មោចពូប្រាំងដែរគ្រាន់តែឮថាបងតកង់ឡានសួរគាត់ថាអូនឯងឃើញអាខ្មោចពូប្រាំងនឹងដែរគាត់ក៏ថានឹងហើយខ្ញុំឃើញបងចុះវាមានរឿងអីកើតឡើងនៅលើឡានក្រុងមួយហ្នឹងពេលហ្នឹងបងតកង់ឡានហ្នឹងគាត់ក៏បានប្រាប់បងនិចថាតាមពិតទៅគាត់ក៏ធ្លាប់បានជួបខ្មោចអាពូប្រាំងលងគាត់ដែរថ្ងៃមួយហ្នឹងអាជើងទី1ដែលគាត់បានដឹកភ្ញៀវនៅពេលដែលអាឡានក្រុងថ្មីហ្នឹងដែលក្រុមហ៊ុនរបស់គាត់ទៅទិញមកដំបងណាគាត់ថាគាត់ដឹកភ្ញៀវទៅដល់ខេត្តមួយហ្នឹងភ្ញៀវចុះពីលើឡានអស់រលីងហើយពេលហ្នឹងគាត់ថាយប់ប្រហែលជាខ្ទង់ម៉ោង6កន្លះយប់គាត់ក៏ចុះមកទៅបត់ជើងបត់អីហើយគាត់ត្រឡប់មកមើលលើឡានក្រុងគាត់វិញនេះគីឡូថាមានភ្ញៀវភ្លេចអីឬក៏មានសម្រាមមានអីតិចតួចគាត់ប្រមូលចេញមកស្រាប់តែពេលដែលគាត់ត្រឡប់មកដល់ឡានក្រុងហ្នឹងគាត់ក៏ឃើញមានភ្ញៀវមួយជនជាតិបារាំងហ្នឹងឯងនៅអង្គុយលើអាកៅអីលេខ16បន្ទាប់មកគាត់ក៏ដួលធ្លាក់មកខាងក្រោមនៅលើអានេះឡានហ្នឹងក៏ប្រកាច់បែកពពុះមាត់ស្កល់ពេលហ្នឹងគាត់ភ័យមែនតើគាត់អត់ហ៊ានទៅជួយអាពូបារាំងហ្នឹងភ្លាមទេគាត់ទៅហៅអ្នកដែលនៅក្បែរនឹងដែរណាឲ្យមកជួយព្រោះថាបើគាត់ទៅជួយខ្លាចអាពូបារាំងហ្នឹងគាត់មានបញ្ហាអីដល់អាយុជីវិតទៅគេថានឹងចោទគាត់ចេះមួយចឹងទៅគាត់គិតដល់ចំណុចហ្នឹងហើយគាត់ខ្លាចពេលហ្នឹងគាត់ក៏បានរត់ចុះពីលើឡានក្រុងមកវិញប៉ុន្តែនៅពេលដែលគាត់ចុះមកវិញគាត់ក៏កលេចមើលទៅក្នុងឡានក្រុងរបស់គាត់ម្ដងទៀតនៅពេលដែលគាត់កលេចមើលទៅអត់មានឃើញអាពូបារាំងហ្នឹងប្រកាច់ឬក៏នៅក្នុងឡានក្រុងរបស់គាត់ទៀតទេពេលហ្នឹងគាត់ក៏ត្រឡប់មកវិញពេលដែលគាត់ត្រឡប់ចូលមកវិញគាត់ថាអាពូបារាំងម្នាក់ហ្នឹងបាត់ពីលើឡានក្រុងហ្នឹងហើយអញ្ចឹងគាត់ច្បាស់ណាស់អ្វីដែលគាត់ឃើញគឺជាខ្មោចពិតប្រាកដដែលបានបង្ហាញឲ្យគាត់ឃើញដល់អញ្ចឹងគាត់ក៏ដឹងហើយថាអូតាមពិតទៅឡានក្រុងមួយនេះប្រហែលជាមានបញ្ហាអីមួយហើយជាមួយនឹងរឿងរ៉ាវដែលគាត់បានជួបហ្នឹងហើយគាត់អត់ដឹងទេថាអាពូបារាំងហ្នឹងស្លាប់នៅលើឡានក្រុងហ្នឹងដោយសារអីក៏អត់ដឹងទេហើយអាខ្មោចពូបារាំងហ្នឹងមកនៅលើឡានក្រុងរបស់គាត់ហ្នឹងតាមវិធីណាក៏គាត់អត់ដឹងដែរពីព្រោះថាឡានក្រុងហ្នឹងវាមិនមែនជាឡានថ្មីអីទេវាគ្រាន់តែជាឡានមកទឹកចឹងទៅនៅពេលដែលគេ import មកគេបានតបតែងបាញ់ថ្នាំដាក់ logo អីស្អាតភ្លឺភ្លឹងចឹងទៅប៉ុន្តែវាមិនមែនជាឡានថ្មីទេជាប្រភេទឡានមួយទឹកដល់ពេលចឹងគាត់ក៏បានអុជធូបបន់ស្រន់បួងសួងប្រាប់ទៅដល់អាវិញ្ញាណខ្មោចពូបារាំងហ្នឹងថាបើចង់នៅលើឡានក្រុងហ្នឹងក៏នៅចោះប៉ុន្តែកុំបង្ហាញខ្លួនឲ្យគាត់ឃើញកុំបង្ហាញខ្លួនឲ្យភ្ញៀវឃើញអីក្រែងលោថាភ្ញៀវឃើញហើយគេខ្លាចគេអីហ្នឹងគេរត់ចុះពីលើឡានក្រុងរបស់គាត់ហ្នឹងគេលែងហ៊ានជិះហ៊ានអីចឹងទៅដល់ពេលចឹងទៅគាត់ក៏ចេះតែដាក់សែនរាល់ពេលដែលគាត់ទៅដល់ចំណតដល់បេនេះហ្នឹងគាត់សែនបាយសែនអីចឹងទៅពេលខ្លះក៏សែននំពេលខ្លះក៏សែនបាយទៅហើយបន្ទាប់ពីគាត់ដាក់សែនដាក់អីអុជធូបប្រាប់ទៅដល់វិញ្ញាណខ្មោចពូបារាំងម្នាក់ហ្នឹងហើយគាត់ថាបានផលមែនក្រោយមកទៀតហ្នឹងគាត់អត់ដែលឃើញទេហើយមិនមែនថាឃើញតែគាត់ទេភ្ញៀវខ្លះក៏ធ្លាប់បានឃើញដែរហើយក៏មកសួរនាំគាត់ចឹងណាប៉ុន្តែគាត់ចេះតែនិយាយពង្រៀងទៅដើម្បីថាកុំឲ្យភ្ញៀវហ្នឹងគាត់ខ្លាចរអាលទើបតែមកដល់ពេលក្រោយហ្នឹងបានរឿងរ៉ាវទាំងអស់ហ្នឹងឬក៏វិញ្ញាណខ្មោចពូបារាំងហ្នឹងបានបង្ហាញឲ្យបងនិចហ្នឹងឃើញម្ដងជាពីរដងរហូតដល់គាត់ធ្លាក់ខ្លួនឈឺនេះអញ្ចឹងបានបងនិចក៏ដឹងរឿងរ៉ាវទាំងអស់ហ្នឹងអូអញ្ចឹងតាមពិតទៅអាឡានក្រុងដែលក្រុមហ៊ុនរបស់គាត់ទើបតែទិញចូលមកហ្នឹងមិនមែនជាឡានថ្មីអីទេចុះនោះគ្រាន់តែជាឡានមួយទឹកដែលយើងអត់ដឹងប្រវត្តិច្បាស់លាស់ហើយនៅពេលដែលគេ import ចូលមកគេបានតបតែងគេបានបាញ់ថ្នាំដេគ័រកៅអីហើយលាបពណ៌ដាក់ logo ស្អាតភ្លឹងអញ្ចឹងទៅអញ្ចឹងមើលអត់ដឹងថាវាជាប្រភេទឡានមួយទឹកទេហើយពួកគាត់ទាំងពីរនាក់ហ្នឹងក៏អត់បានដឹងរឿងរ៉ាវរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងថាខ្មោចពូបារាំងហ្នឹងគាត់ស្លាប់ដោយសារអីដែរហើយពួកគាត់ទាំងពីរហ្នឹងក៏អត់បានដឹងរឿងរ៉ាវរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងព្រោះគាត់ថាមិនហ៊ានសួរពាក់ព័ន្ធទៅនឹងរឿងខ្មោចលងនៅលើឡានក្រុងហ្នឹងទេខ្លាចនឹងបាត់បង់ការងារផងខ្លាចខាងក្រុមហ៊ុនគេបញ្ឈប់ការងារគាត់នឹងស្ដីបន្ទោសដល់ពួកគាត់ទាំងពីរនាក់ហ្នឹង
ប៉ុន្តែបងនិចគាត់ថាគាត់ធ្វើការនៅក្រុមហ៊ុននឹងបានប្រហែលជាខ្ទង់3ខែហ្នឹងក៏គាត់លាឈប់ពីក្រុមហ៊ុនធួមួយកន្លែងហ្នឹងទៅហើយក្រោយមកទៀតគាត់ក៏អត់ដឹងថាឡានក្រុងហ្នឹងគេលុកចេញទៅវិញឬក៏យ៉ាងណាដែរពីព្រោះថាបច្ចុប្បន្ននេះគាត់អត់បានបម្រើការងារនៅកន្លែងហ្នឹងទៀតទេនេះគឺជាបទពិសោធន៍មួយដែលកើតឡើងចំពោះបងនិចជាមួយនឹងបងតកងឡានពាក់ព័ន្ធទៅនឹងឡានក្រុងមួយទឹកដែលគេ import មកពីក្រៅស្រុកចូលមកក្នុងក្រុមហ៊ុនរបស់គាត់ហើយគាត់ក៏មិនដឹងថាវិញ្ញាណខ្មោចពូបារាំងហ្នឹងគាត់ស្លាប់ដោយសារអីដែរនៅលើឡានក្រុងហ្នឹងនោះចឹងទេនេះគឺជារឿងរ៉ាវរបស់បងនិចគាត់បានធ្វើការចែករំលែកមកកាន់ខ្ញុំបាទដើម្បីនឹងសម្រាយចែកជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តតាមដានស្ដាប់រាល់រឿងដែលតាក់ទងទៅនឹងអបិយជំនឿមុននឹងបញ្ចប់ខ្ញុំក៏សូមជូនពរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកស៊ីទទួលទានមានបានធ្វើដំណើរទៅទីចិត្តទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលាសូមអរគុណ